ស្ដីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា825 Forest Road ដែលវាជាសាច់រឿងបែបរំភើបមួយដែលមានគ្រួសារម្នាក់បានទៅទិញផ្ទះនៅជនបទមួយកន្លែងហើយជាផ្ទះដែលគេធ្លាប់ធ្វើអត្តឃាតផងដែរហើយបង្កប់បានជួបរឿងប្លែកៗជាច្រើនមុននឹងចូលទៅដល់សាច់រឿងក៏សូមអរគុណសម្រាប់ការចុច like ចុច subscribe កុំឲ្យខាតពេលយូរយើងចូលទៅក្នុងសាច់រឿងតែម្ដងទៅដែលសាច់រឿងចាប់ផ្ដើមឡើងជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថាផ្ចក់ក៏កំពុងតែនិយាយទូរស័ព្ទជាមួយនឹងងាកងារលក់អចលនទ្រព្យពេលនោះដែរគាត់បានឃើញទឹកលីងស្រក់ចូលក្នុងឆ្នាំងតូចៗដែលគាត់ទៅទិញតាមអនឡាញពីចិនមកដែលវាមានតម្លៃថ្លៃមែនទែនហើយគាត់ក៏បានថតរូបផ្ញើទៅភ្នាក់ងារលក់បុរីហើយបានស្ដីឲ្យអ្នកលក់ទៀតផងដោយសារតែផ្ទះដែលគាត់ទៅនឹងទិញមានទឹកលិចបន្ទាប់មកគាត់ក៏បានចូលទៅក្នុងបន្ទប់របស់ប្រពន្ធរបស់គាត់ដើម្បីពិនិត្យថាតើមានទឹកលិចធ្លាយនៅទីនេះដែរឬទេប្រពន្ធរបស់គាត់មានឈ្មោះថាម៉ារីយ៉ាគាត់គឺជាអ្នករចនាម៉ូដអាជីពម្នាក់ហើយម៉ូដរបស់គាត់ឆ្នៃស្អាតមែនទែនដូចខ្មោចលងអញ្ចឹងធ្វើឲ្យប្តីរបស់គាត់ស្ទើរលួសប្រលឹងទៅហើយគាត់កំពុងតែឡាយលក់ខោអាវផងដែរអ្នកដែលចង់បានម៉ារកាំងរបស់គាត់ចាស់ទៅកំងគាត់ម្នាក់មួយទៅជាសំណាងល្អបន្ទប់របស់ម៉ារីយ៉ាគ្មានទឹកលិចនោះទេពេលនោះដែរលោកចកបានចាប់អារម្មណ៍ម៉ារកាំងដែលឈរនៅគ្រប់ជ្រុងម្ខាងមើលទៅវាពិតជាស្អាតខ្លាំងណាស់គាត់ចង់យកវាទៅបោះចោលដែរតែប្រពន្ធរបស់គាត់បានហាមគាត់ព្រោះប្រពន្ធគាត់ស្រឡាញ់វាខ្លាំងណាស់បន្ទាប់មកលោកពូចកបានចេញក្រៅផ្ទះដើម្បីត្រួតពិនិត្យផ្ទះរបស់គាត់បន្ថែមទៀតភ្លាមៗនោះដែរក៏មានអ្នកជិតខាងម្នាក់ឈ្មោះថាឡារីរត់មកសួរគាត់ថាតើគេលក់ផ្ទះនេះឲ្យមែនទេហើយលោកពូឡារីបានបង្ហើបប្រាប់ថាកាលពីមុនគឺមានគេធ្វើអត្តឃាតនៅក្នុងផ្ទះនេះទៀតផងពូចកលឺហើយឡើងស្រឡាំងកាំងព្រោះភ្នាក់ងារលក់ផ្ទះមិនដែលនិយាយអំពីរឿងនេះនោះទេគាត់បានចូលទៅក្នុងផ្ទះវិញហើយអង្គុយមើលរូបថតដែលថតអំពីសកម្មភាពនៅក្នុងផ្ទះដូចជាដំបូលបាក់បែកកន្លែងជ្រាបទឹកហើយគាត់ក៏បានឃើញរូបដែលមានកំភ្លើងមួយដើមផងដែរធ្វើឲ្យគាត់ប្រេះឆ្ងល់យ៉ាងខ្លាំងនៅព្រឹកមួយនៅពេលដែលពូចកដើរលេងក្នុងសួនតាមក្រោយផ្ទះគាត់ក៏បានឃើញតារាបង្ហាញម៉ូដរបស់ប្រពន្ធគាត់ជួយយ៉ាងចម្លែកពេលនោះដែរលោកពូឡារីក៏បានមកលេងជាមួយនឹងគាត់ម្ដងទៀតហើយក៏បានមកពិនិត្យមើលម៉ារកាំងនោះផងដែរលោកពូចកបាននិយាយថាប្រហែលជាវាជាការលេងសើចរបស់ប្អូនស្រីរបស់គាត់ដែលមានសតិមិនគ្រប់ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍កាលពីប្រហែលខែមុនលោកពូឡារីបានណែនាំគាត់ឲ្យយកចិត្តទុកដាក់លើស្ថានភាពផ្លូវចិត្តរបស់ប្អូនស្រីរបស់គាត់ហើយគាត់ក៏បានផ្ដល់យោបល់ថាគួរតែទៅបណ្ដាល័យសាធារណៈដែលនៅជិតនេះហើយអានអំពីប្រវត្តិនៃតំបន់នេះទន្ទឹមនឹងដែរលោកក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងប្រជុំនៅក្នុងភូមិមួយផងដែរហើយនៅពេលរសៀលលោកពូបានទៅបណ្ដាល័យហើយក៏ដើររកស៊ីភើប្រវត្តិយកមកអានហើយគាត់ក៏រកឃើញស៊ីភើមួយដែលមានប្រវត្តិដ៏ជ្រាលជ្រៅនៅក្នុងភូមិតូចមួយនេះនៅពេលដែលគាត់រៀបនឹងចេញទៅវិញហើយក៏បានឃើញស៊ីភើមួយចំនួនរាយប៉ាយនៅលើឥដ្ឋនៅពេលនោះដែរនារីម្នាក់ដែលមានឈ្មោះថាអាស្លីកំពុងអង្គុយយំហើយនាងបានប្រមានគាត់កុំឲ្យចាប់អារម្មណ៍ខ្លាំងពេកទៅនឹងឥដ្ឋកំបាំងរបស់ភូមិនេះបើមិនដូច្នេះទេផលពិបាកអាចនឹងគ្រោះថ្នាក់ខ្លាំងហើយប៉ុន្តែលោកពូចកគិតថានាងឈួតហើយមិនបានខ្វាយខ្វល់នឹងពាក្យសម្ដីរបស់នាងនោះទេហើយគាត់ក៏យកស៊ីភើទៅឲ្យគេបិទបញ្ជីទៅនៅពេលបណ្ដារ៉េបានឃើញស៊ីភើហើយភ្នែករបស់គាត់បើធំហើយបានប្រាប់ទៅលោកពូថាកុំចង់ដឹងអំពីរឿងឥដ្ឋកំបាំងនេះអីព្រោះគ្មានអីត្រូវចំណេញនោះទេហើយគ្មាននរណាម្នាក់អាចទៅដល់វាបានឡើយគឺតែងតែគ្រោះថ្នាក់ដល់ខ្លួនឯងវិញពូចកបានឆ្លើយថាគាត់មិនគិតអំពីរឿងបែបនេះនោះទេគាត់គ្រាន់តែចង់យល់អំពីប្រវត្តិសាស្ត្រក៏គាត់បានប្រាប់នាងអំពីក្មេងស្រីដែលកំពុងយំហើយនឹងស៊ីភើរេប៉ាយនៅលើឥដ្ឋតែបំរារ៉េបានដើរចាក់ចែងពីគាត់ទៅវិញហើយលោកពូចកក៏ត្រឡប់ទៅផ្ទះរបស់គាត់វិញទៅនៅពេលគាត់មកដល់ផ្ទះវិញគាត់ក៏បានចាប់ដើមអានស៊ីភើដែលភ្ជាប់ជាមួយនឹងសន្និសីទសម្ងាត់មួយពីឆ្នាំ1980រំពេចនោះកណ្ដឹងទ្វារក៏បានបន្លឺឡើងនៅពេលគាត់ទៅបើកទ្វារក៏បានឃើញសិស្សរបស់គាត់ម្នាក់ដែលឈ្មោះថាអូលីវីលោកពូចកក៏ជាគ្រូបង្រៀនផ្នែកតន្ត្រីហើយនៅថ្ងៃនេះសិស្សថ្មីរបស់គាត់បានចូលរៀនជាលើកដំបូងអូលីវីមានការភ័យខ្លាចបន្តិចដូច្នេះហើយលោកពូចកបានទៅផ្ទះបាយដើម្បីយកទឹកមកឲ្យគេញ៉ាំប៉ុន្តែពេលនោះដែរស្រាប់តែគាត់បានឮសំឡេងព្យ៉ាណូពេញផ្ទះដូចជាការសម្ដែងអាជីពអញ្ចឹងលោកពូចកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនៅពេលដែលគាត់ងាកមកបែរជាឃើញអូលីវីកំពុងតែឈរនៅមុខគាត់ទៅវិញឃើញបែបនេះអ្នកទាំងពីរក៏ស្រឡាំងកាំងដែរនៅពេលលោកពូចកត្រឡប់ទៅរកព្យ៉ាណូវិញអ្វីគ្រប់យ៉ាងបានស្ងៀមស្ងាត់ហើយដូចជាគ្មានអ្នកណាមកលេងព្យ៉ាណូនេះទេឃើញបែបនេះអូលីវីមានការភ័យស្លន់ស្លោហើយក៏រត់ចេញពីទីនេះភ្លាមនៅយប់មួយនៅពេលដែលលោកពូចកនៅម្នាក់ឯងដោយសារតែប្រពន្ធរបស់គាត់បានចេញទៅធ្វើការនៅការិយាល័យរបស់គាត់លោកពូចកបានទៅចូលរួមប្រជុំជាមួយនឹងឡារីនិងមនុស្សដទៃទៀតនៅទីនោះដែរប្រធានបទដ៏រសើបមួយកំពុងតែបានពិភាក្សាដែលជាធម្មតាប្រជាជនក្នុងភូមិនេះមិនចូលចិត្តនៅជុំគ្នានោះទេមានតែមនុស្សតែ6នាក់ប៉ុណ្ណោះនៅក្នុងការប្រជុំហើយអ្នកធ្វើការនៅក្នុងបណ្ដាល័យក៏មកប្រជុំនៅទីនេះផងដែរពួកគេបាននិយាយអំពីក្មេងស្រីម្នាក់ដែលមានឈ្មោះថា Helen Foster ដែលថ្មីនេះបានប៉ុនប៉ងធ្វើអត្តឃាតបណ្ដារ៉េបានបន្តនិយាយទៀតថាឧបទ្ទវហេតុនេះបានរំលឹកគាត់ពីព្រឹត្តិការណ៍ចាស់មួយពីឆ្នាំ1980ដែលនៅពេលដែលស្ត្រីម្នាក់ឈ្មោះថា Helen បន្ទាប់ពីនាងស្លាប់ទៅកូនស្រីរបស់គាត់ត្រូវបានគេធ្វើបាបឥតឈប់ឈរនៅក្នុងសាលារៀនហើយគ្មានអ្នកណាជួយនោះទេដោយក្តីឈឺចាប់និងខឹងសម្បានាងបានបាញ់សម្លាប់ខ្លួនឯងនៅផ្ទះរបស់នាងចាប់តាំងពីពេលនោះមកមានការធ្វើអត្តឃាតយ៉ាងអាថ៌កំបាំងនៅក្នុងភូមិនេះជារៀងរាល់ឆ្នាំមនុស្ស
ជួថាវាកើតឡើងដោយសារតែវិញ្ញាណរបស់ Helen ហើយពួកគេជឿថារឿងនេះនឹងបន្តកើតឡើងរហូតបើសិនជាគេមិនរំដោះគ្រោះនោះទេនៅពេលដែលពួកគេកំពុងតែអង្គុយនិយាយដើមខ្មោចនឹងការប្រជុំបន្តិចម្ដងកាន់តែគួរឲ្យភ័យខ្លាចហើយពួកគេក៏សម្រេចចិត្តបញ្ចប់វាហើយក៏ចាក់ចែងត្រឡប់ទៅផ្ទះរៀងៗខ្លួនទៅប៉ុន្តែនៅពេលដែលលោកពូឆក់ដើរចេញទៅគាត់ក៏បានឮសំឡេងសេចរបស់នារីម្នាក់ចេញពីព្រះវិហារនៅក្បែរនោះប៉ុន្តែគាត់មិនបានចូលមើលនោះទេគាត់ក៏ត្រឡប់ទៅផ្ទះដែរទៅនៅពេលដល់ផ្ទះគាត់ក៏បានចូលទៅលេងបងទៅប្អូនស្រីរបស់គាត់ម្នាក់ដែលមានឈ្មោះថា Isabel តែងតែអង្គុយពិបាកចិត្តអំពីការស្លាប់ម្ដាយរបស់នាងហើយជារឿយៗនាងតែងតែមានសម្បត្តិអាក្រក់ដែលបានឃើញម្ដាយរបស់នាងហើយនាងតែងតែមកនិយាយជាមួយនឹងពូឆក់ដើម្បីឲ្យមានអារម្មណ៍ថាធូរស្រាលនៅល្ងាចមួយមិត្តរួមសាលារបស់ Isabel ឈ្មោះថា Luca បានមកលេងលៀង Luca បានរស់នៅក្នុងភូមិនេះតាំងពីគាត់អាមារភាពហើយបានស្គាល់រឿងដែលគួរខ្លាចជាច្រើនគេបាននិយាយរឿងអំពីការធ្វើអត្តឃាតរបស់ Helen ប្រាប់ទៅកាន់ Isabel ផងដែរបន្ទាប់ពីនិយាយគ្នាលេងហើយពួកគេក៏ត្រឡប់ទៅផ្ទះវិញនៅយប់មួយខណៈដែល Isabel កំពុងតែគេងស្រាប់តែភ្លើងបន្ទប់ទឹកបានបើកដោយខ្លួនឯងនាងបានក្រោកទៅបិទវាវិញហើយចូលដេកវិញទៅប៉ុន្តែមួយសន្ទុះក្រោយមកវាក៏បានបើកម្ដងទៀតនាងគិតថាអាចនឹងមានបញ្ហាជាមួយនឹងកងតាក់ដូច្នេះនាងបានដោះអំពូលនោះចេញហើយដាក់វានៅលើតុក្បែរគ្រែប៉ុន្តែនៅពេលដែលនាងចូលគេងវិញរឿងដែលចម្លែកក៏បានចាប់ដើមឡើងម្ដងហើយម្ដងទៀតគេបានចូលព្រឹត្តិការណ៍ដ៏អាថ៌កំបាំងមួយមិនឈប់ឈរលុះមកដល់ព្រឹកឡើងនៅពេលដែលនាងភ្ញាក់ពីគេងនាងបានឃើញព្រះអាទិត្យរះហើយដំបូងឡើយនាងគិតថាវាជាអាចការសម្បណ្ណអាក្រក់ប៉ុន្តែនៅពេលដែលនាងមើលអំពូលនៅលើតុក្បែរគ្រែរបស់នាងបានដឹងថាអ្វីគ្រប់យ៉ាងដែលបានកើតឡើងនៅយប់គឺជាការពិតហើយនាងបានទៅជួបនឹងលូកាម្ដងទៀតហើយក៏បានប្រាប់អំពីរឿងនេះដែរពេលនោះដែរបងប្រុសរបស់នាងដែលជាលោកពូឆក់នឹងបានទៅទូរស័ព្ទប្រាប់ឲ្យនាងមកត្រឡប់មកផ្ទះវិញឲ្យលឿនពេលនាងមកដល់ផ្ទះនាងបានឃើញថាបងថ្លៃស្រីរបស់នាងដែលឈ្មោះថាម៉ារីយ៉ានឹងមានការភ័យស្លន់ស្លោជាខ្លាំងដោយសារតែនៅពេលដែលម៉ារីយ៉ាកំពុងធ្វើការផ្សាយផ្ទាល់នៅក្នុង studio design របស់គាត់ក៏មានរឿងចម្លែកកើតឡើងដៃរបស់ម៉ារ៉ាកាំងដែលនៅពីក្រោយនាងចាប់ដើមធ្វើចលនាដោយខ្លួនឯងមិត្តសម្លាញ់របស់នាងដែលកំពុងមើលការផ្សាយផ្ទាល់ក៏បានទូរស័ព្ទទៅនាងភ្លាមៗប៉ុន្តែម៉ារីយ៉ាមិនបានលើកនោះទេក៏ចុចបិទវិញនាងបាន live វីដេអូបញ្ចូលអំពីរូបកូនក្រមុំដែលនាងបាន design ហើយប៉ុន្តែនៅពេលដែលនាងមកអង្គុយនៅកាមេរ៉ាមុខកាមេរ៉ាវិញស្រាប់តែម៉ារ៉ាកាំងនោះបានបាត់ខ្លួនធ្វើឲ្យនាងឆ្ងល់យ៉ាងខ្លាំងនាងមិនបានចាប់អារម្មណ៍ថាវាអាចចេះដើរដោយខ្លួនឯងនោះទេមិត្តភក្តិរបស់ម៉ារីយ៉ាបានព្យាសារឲ្យនាងចាក់ចេញពីបន្ទប់នោះម៉ារីយ៉ាបានដើរយកសន្សឹមរំពេចនោះនាងក៏បានឮសំឡេងចេញពីបន្ទប់មួយដែលនៅជាប់គ្នាធ្វើឲ្យម៉ារីយ៉ាកាន់តែភ័យខ្លាំងទោះបីជានាងខ្លាចក៏ដោយក៏នាងបានដើរទៅបើកទ្វារបន្ទប់នោះយឺតស្រាប់តែបានឃើញតារាម៉ូដែលរបស់គាត់ឈួរយ៉ាងសង្ហានៅពេលនេះទើបគាត់ដឹងថាវាពិតជាគួរខ្លាចខ្លាំងណាស់នៅពេលបានស្ដាប់រឿងទាំងអស់នេះហើយពួកគេបានយកម៉ារ៉ាកាំងនោះយកទៅដុតចោលហើយលោកពូឆក់បាននិយាយប្រាប់ប្រពន្ធរបស់គាត់ថានៅទីនេះពីមុនគឺមានមនុស្សធ្វើអត្តឃាតនៅទីនេះដែលប្រហែលជាបានបន្សល់ទុកនៅធម្មពលអវិជ្ជមានមួយចំនួនពួកគេក៏បានសម្រេចចិត្តថាពួកគេនឹងចាក់ចេញពីផ្ទះនេះពួកគេបានប្រាប់អ៊ីសាបែលឲ្យរៀបចំអីវ៉ាន់ទៅនៅក្នុងសាកលវិទ្យាល័យរបស់គេហើយលូកាក៏បានមកជួយរៀបចំអីវ៉ាន់អ៊ីសាបែលផងដែរហើយក្នុងអំឡុងពេលនោះលូកាបានសម្លឹងមើលរូបថតដែលព្យួរនៅលើជញ្ជាំងដែលជារូបរបស់អ៊ីសាបែលនិងម្ដាយរបស់នាងហើយលូកាបានប្រាប់អ៊ីសាបែលថាម្ដាយរបស់អ៊ីសាបែលនៅខាងក្រៅនិងនៅក្នុងរូបថតគាត់មានអារម្មណ៍ថាដូចជាខុសគ្នាខ្លាំងណាស់អ៊ីសាបែលក៏ស្រឡាំងកាំងហើយក៏បានប្រាប់លូកាថាម្ដាយរបស់នាងត្រូវបានស្លាប់កាលពីប្រហែលខែមុនក្នុងឧបទ្ទវហេតុមួយលូកាឮហើយធ្វើឲ្យគេបើកភ្នែកធំតែម្ដងព្រោះថ្មីនេះគាត់បានឃើញម្ដាយរបស់អ៊ីសាបែលដើរលេងក្នុងផ្ទះខណៈដែលពួកគេកំពុងតែពិភាក្សាអំពីរឿងនេះពួកគេបានឮសំឡេងអីវ៉ាន់ធ្លាក់នៅក្នុងផ្ទះបាយពួកគេទាំងពីរនេះបានចុះមកមើលទាំងភ័យខ្លាចទៅនៅពេលចុះមកដល់ភ្លាមបរិយាកាសក្នុងផ្ទះបានប្រែប្រួលទាំងស្រុងបន្ទប់ត្រជាខុសធម្មតាហើយខ្យល់បក់មកល្វិចហើយឮសំឡេងយំយ៉ាងចម្លែកឃើញបែបនេះលូកាក៏សុំអ៊ីសាបែលទៅផ្ទះមុនបាត់ទៅនៅពេលដែលលូកាចេញផុតបន្តិចអ៊ីសាបែលបានឮសំឡេងនៅនរណាម្នាក់ហៅឈ្មោះនាងនៅពីក្រោយខ្នងហើយនាងបានដើរទៅមើលទាំងភ័យខ្លាចប៉ុន្តែភ្លាមម៉ារីយ៉ាបានមកដល់ហើយព្យាយាមបញ្ឈប់នាងប៉ុន្តែអ៊ីសាបែលបានរឹងក្បាលថានាងនឹងលាតត្រដាងការពិតនៅពីក្រោយអាថ៌កំបាំងនេះប៉ុន្តែដោយសារតែខ្លាចពេកអ្នកទាំងពីរបានរត់ត្រឡប់ទៅបន្ទប់របស់ខ្លួនវិញអ៊ីសាបែលបានរត់ទៅមុនគេទៅពួរនៅក្រោមគ្រែហើយគេបានឮសំឡេងម៉ារីយ៉ាស្រែកចេញពីបន្ទប់របស់គេទ្វារក៏បានបើកដោយខ្លួនឯងធ្វើឲ្យម៉ារីយ៉ាភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់មកសំឡេងក៏ស្ងាត់ទៅវិញហើយម៉ារីយ៉ាក៏បានដើរមករកអ៊ីសាបែលនៅក្នុងបន្ទប់នៅពេលដែលពួកគេឆ្លុះកញ្ចក់ក៏បានឃើញម៉ារីយ៉ាហូរឈាមចេញពីច្រមុះផងដែរប៉ុន្តែនាងមិនបានដឹងថាមានរឿងអ្វីកើតឡើងចំពោះនាងឡើយនៅពេលដែលអ្វីៗបានស្ងប់ស្ងាត់បន្តិចលូកាបានត្រឡប់មកវិញហើយគាត់មានផែនទីចាស់មួយនៅក្នុងដៃរបស់គាត់បាននិយាយថាតាមរយៈការប្រៀបធៀបសៀវភៅអ្នករៀបចំផែនការឆ្នាំ1925និងផែនទីទីក្រុងបច្ចុប្បន្នគាត់បានរកឃើញទីតាំងពិតប្រាកដនៃកន្លែងចាស់គឺនៅផ្លូវ825 Forest Road លោកពូចកសម្រេចថានឹងទៅតែម្នាក់ឯងអ៊ីសាបែលទទួលចង់ទៅជាមួយគាត់ផងដែរពេលនោះដែរក៏មានភ្នាក់ងារលក់ផ្ទះចង់មកថតផ្សាយពាណិជ្ជកម្មអំពីផ្ទះរបស់គាត់លោកពូចកបាន
បានបដិសេធជាមួយនឹងពួកគេដោយសារតែគាត់ត្រូវធ្វើរឿងសំខាន់មួយប៉ុន្តែម៉ារីយ៉ាដែលទើបតែចាប់ផ្ដើមមានអារម្មណ៍ថាធម្មតាបន្តិចបានមកជួយពួកគេដើម្បីថតពាណិជ្ជកម្មនឹងទៅអ៊ីសាបែលមានអារម្មណ៍ថាដូចជាមានអ្វីមួយខុសប្រក្រតីដូច្នេះនាងបានប្រាប់លូកាឲ្យនៅជាមួយម៉ារីខណៈដែលនាងនិងលោកពូចកធ្វើដំណើរទៅកាន់អាសយដ្ឋានផ្លូវលេខ825 Forest នៅតាមផ្លូវលោកពូចកបាននិយាយថាប្រសិនបើផ្ទះនេះជាផ្ទះតែមួយគាត់នឹងដុតវាចោលខណៈនោះដែរម៉ារីកំពុងតែធ្វើបទបង្ហាញថតស្ពតពាណិជ្ជកម្មជាមួយនឹងក្រុមការងារហើយក្រុមការងារក៏បានសួរទៅម៉ារីដូចជាចម្លែកដូចជាមិនស្ទាន់ស្គាល់ភូមិសាស្ត្រនេះផងដែរលោកពូចកនិងអ៊ីសាបែលកំពុងតែដើរឆ្លងកាត់ព្រៃក្រាស់មួយហើយបានមកដល់ផ្ទះចាស់មួយពួកគេបានវាយបំបែកបង្អួចដើម្បីចូលទៅខាងក្នុងហើយដើររកលេខសញ្ញា825ពួកគេបានឡើងលើជួនលើដោយស្ងាត់ហើយពួកគេក៏បានកត់សម្គាល់ឃើញថាផ្ទះនេះគឺដូចជាផ្ទះនឹងរបស់ពូចកផងដែរហើយកំពុងតែឈួរស្រាប់តែមានស្រមោលមួយដែលចេញពីក្រោយរបស់ពួកគេក្នុងពេលជាមួយនឹងគ្នានោះដែរម៉ារីកំពុងតែធ្វើបទបង្ហាញក៏បាននិយាយអំពីឧបទ្ទវហេតុចាស់មួយកាលពីឆ្នាំ1800នាងបាននិយាយថាកូនស្រីរបស់នាងត្រូវបានគេធ្វើបាបយ៉ាងខ្លាំងនៅក្នុងសាលារៀនហើយនាងបានសុំជំនួយជាច្រើនដងប៉ុន្តែគ្មាននរណាម្នាក់ចេញមុខមកនោះទេតាមពិតទៅវិញ្ញាណរបស់នារីម្នាក់ដែលធ្វើអត្តឃាតកាលពីប្រមាណឆ្នាំមុននេះបានមកគ្រប់គ្រងរាងកាយរបស់ម៉ារីយ៉ាចំណែកឯលោកពូចកនេះវិញបានរកឃើញប្រអប់ឈើមួយនៅក្រោមដីដែលមានអក្សរជាច្រើនបានសរសេរទៅសាលាហើយអក្សរនេះបានសរសេរដោយដៃមនុស្សស្រីតែម្នាក់ហើយអាសយដ្ឋានរបស់នាងក៏ត្រូវបានសរសេរនៅលើក្រដាសនេះលោកពូចកបានដឹងថាវាជាអាសយដ្ឋានបច្ចុប្បន្ននៃផ្ទះ825 Forest គាត់យល់ថាអាសយដ្ឋានចាស់និងអាសយដ្ឋានបច្ចុប្បន្នគឺដូចគ្នានោះហើយជាមូលហេតុដែលវិញ្ញាណមកផ្ទះនេះព្រោះវាធ្លាប់ជារបស់នាងគាត់ក៏ប្រញាប់ឡើងទៅជួនលើដើម្បីយកអ៊ីសាអែលទៅផ្ទះវិញប៉ុន្តែអ៊ីសាបែលជាជួននៅស្ងៀមយ៉ាងស្ងៀមស្ងាត់ទន្ទឹមនឹងគ្នានោះដែរលូកាក៏បានចាប់ផ្ដើមជឿថាមានអ្វីចម្លែកកំពុងកើតឡើងជាមួយម៉ារីយ៉ាគាត់បានសួរនាងដោយចេតនានៅឈ្មោះកូនស្រីរបស់គាត់ស្រាប់តែនាងបានស្រែកខ្លាំងហើយសើចដូចជាមនុស្សឈួតអញ្ចឹងហើយក៏លេចរូបរាងតារា model ចេញមកពួកគេក៏រត់ចែកជើងគ្នាទៅមួយសន្ទុះក្រោយមកអ្វីៗក៏ស្ងាត់ទៅវិញលូកាគិតថាវិញ្ញាណបានចាក់ចែងទៅវិញហើយដែរប៉ុន្តែពួកគេនៅបានលេងបិទពូនជាមួយគ្នាធ្វើឲ្យលូកាគៀងបាត់ទៅចំណែកឯអ៊ីសាបែលវិញមានដៃអ្វីមួយបានមកចាប់ស្មារបស់នាងពូចកឃើញបែបនេះបានរកទៅជួយដែរគាត់បានរត់ទៅជួយសង្គ្រោះអ៊ីសាបែលយ៉ាងលឿនប៉ុន្តែភ្លាមនោះពួកគេទាំងពីរនាក់ត្រូវបានទាញចូលទៅក្នុងបន្ទប់ចាស់ដោយកម្លាំងមើលមិនឃើញត្រូវបានម៉ារ៉ាកាំងយកទៅខ្វាយអស់បាត់ទៅហើយសាច់រឿងក៏បញ្ចប់ត្រង់ចំណុចនឹងដូចគ្នាដែលហ្នឹងហើយអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងនឹងឯងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តមកសាច់រឿងនេះចុះហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតសុខសប្បាយទាំងអស់គ្នាជម្រាបលា